ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងចូលមេរៀនអប់រំសុខភាពម្ដងទៀតទាក់ទងនឹងជីវិតសិលធម៌នៅក្នុងជីវិតផ្លូវភេទចាអញ្ចឹងមេរៀនទី1យើងនិយាយអំពីទំនាក់ទំនងអញ្ចឹងនៅក្នុងនោះទំនាក់ទំនងយើងដឹងថាត្រូវមានគ្រប់ស្រទាប់វណ្ណៈទាំងភេទដូចគ្នានិងភេទផ្ទុយគ្នាចាអញ្ចឹងចំណុចទី1យើងនិយាយអំពីទំនាក់ទំនងគ្រួសារអញ្ចឹងឥឡូវយើងមុននឹងចូលមេរៀនជើយើងត្រូវយល់ពាក្យថាគ្រួសារអញ្ចឹងគ្រួសារគឺជាក្រុមមនុស្សដែលមានឪពុកម្ដាយអាណាព្យាបាលនិងកូនអញ្ចឹងក្រៅពីនោះក៏នៅមានបងប្អូនជីដូនមួយជីដូនជីតាអ៊ំពូមីងសាច់ថ្លៃដែលរស់នៅក្នុងផ្ទះតែមួយឬក៏យើងហៅថានៅក្រោមដំបូលផ្ទះតែមួយអញ្ចឹងដើម្បីឲ្យមានសុភមង្គលអ្នកសមាជិកនៅក្នុងគ្រួសារនឹងត្រូវចេះស្រឡាញ់គ្នាអត់ឱននឹងគ្នានិយាយគ្នាដោយទំនួលខុសត្រូវអ្វីដែលសំខាន់ត្រូវចេះតាក់ទងគ្នាដោយហេតុផលចាអញ្ចឹងឥឡូវយើងចូលនៅក្នុងចំណុចទី2ការគោរពនៅក្នុងគ្រួសារអញ្ចឹងយើងត្រូវតែមានការគោរពគ្នានៅក្នុងគ្រួសារអញ្ចឹងវិធីដែលបង្ហាញការគោរពគ្នានៅក្នុងគ្រួសារហ្នឹងគឺជាការគួរសមការរៀននិយាយដោយមានហេតុផលការបង្ហាញការយកចិត្តទុកដាក់និងសេចក្តីស្រឡាញ់ដែលបើកចំហនិងអេរិយាបថគ្រប់គ្នានៅក្នុងគ្រួសារចាឥឡូវយើងដឹងថានៅក្នុងការគ្រប់នៅក្នុងគ្រួសារហ្នឹងយើងចែកចេញជា4ចាចំណុចកយើងនិយាយអំពីការគួរសមចាអញ្ចឹងការគួរសមយើងត្រូវដឹងថាតើពាក្យណាដែលយើងត្រូវនិយាយដូចជាពេលយើងធ្វើខុសយើងត្រូវចេះប្រើពាក្យសុំទោសពេលដែលគេឲ្យអីមួយយើងត្រូវប្រើពាក្យអរគុណផងដែរអញ្ចឹងការណាពឹងប្រើកាយវិការបានល្អវានាំឲ្យយើងមានភាពសុខដុមរមនានៅក្នុងគ្រួសារចាអញ្ចឹងចូលចំណុចខគឺការរៀននិយាយដោយហេតុផលអញ្ចឹងការរៀននិយាយហើយដោយហេតុផលហ្នឹងមានដូចជាការស្ដាប់អត្ថន័យនៃការនិយាយនៃដៃគូដោយប្រុងប្រយ័ត្នរៀនដកដង្ហើមវែងនៅពេលដែលមានភាពតានតឹងមុននឹងនិយាយស្ដីឆ្លើយតបដោយប្រើដោយនិយាយហេតុផលរាល់ការឆ្លើយតបមិនត្រូវស្រែកតតាំងភ្លាមដោយមិនទាន់បានគិតយល់ពីអត្ថន័យនោះទេចានិយាយដោយទទួលកំហុសទោះតូចឬធំក៏ដោយបង្ហាញអារម្មណ៍របស់អ្នកនៅពេលដែលមានការស្ដីបន្ទោសពីដៃគូសន្ទនាខ្ញុំមានអារម្មណ៍ថាមិននេះកូនត្រូវចេះបកស្រាយបន្ថែមទៀតចាឥឡូវយើងចូលដល់ចំណុចគោលនិយាយអំពីការបង្ហាញការយកទុកដាក់និងសេចក្តីស្រឡាញ់ដែលបើកចំហចាក្នុងចំណុចនេះយើងត្រូវយកចិត្តទុកដាក់ជួយការងារធ្ងន់ស្រាលនៅក្នុងគ្រួសារលើកទឹកចិត្តពេលដែលគាត់មានទុក្ខលំបាកយកចិត្តទុកដាក់មនុស្សគ្រប់រូបមិនប្រកាន់ថាអានេះបងអានេះប្អូនឬអាហ្នឹងខ្មៅអាហ្នឹងសទេចំណាយពេលទៅជែកនិងពិភាក្សាដើម្បីយល់ពីគ្នាឲ្យបានច្រើនដើម្បីឲ្យពួកគាត់រស់នៅប្រកបដោយសេចក្តីសុខចាអញ្ចឹងយើងឃើញនៅក្នុងកាយយ៉ាក្រាមនេះការស្រឡាញ់ចាមានច្រើនទៅទំនាក់ទំនងស្នេហាសិទ្ធិក្រុមគ្រួសារមិត្តភ័ក្តិបរិស្ថានធម្មជាតិសត្វបងប្អូនសម្ភារៈប្រើប្រាស់ហើយនឹងការស្រឡាញ់ប្រទេសជាតិផងដែរមិនមានតែការស្រឡាញ់ហ្នឹងសំដៅទៅលើភេទផ្ទុយគ្នាទេចាអញ្ចឹងយើងស្រឡាញ់បានគ្រប់កន្លែងទាំងមនុស្សទាំងសត្វទាំងទីកន្លែងផងដែរចាអញ្ចឹងចូលចំណុចខយើងនិយាយពីអេរិយាបថគោរពគ្នានៅក្នុងគ្រួសារអញ្ចឹងអេរិយាបថមានសំដៅទៅលើការនិយាយស្ដីកាយវិការផ្សេងអញ្ចឹងយើងត្រូវចេះប្រើពាក្យកូនស្រឡាញ់ម៉ែពុកស្រឡាញ់កូនចាអញ្ចឹងអាពាក្យហ្នឹងគឺជាពាក្យមួយដែលធ្វើឲ្យជំរុញឲ្យទឹកចិត្តយើងមានអេរិយាបថល្អទៅកាន់គ្នាទៅវិញទៅមកគោរពឯកជនភាពរបស់សមាជិកគ្រួសារឧទាហរណ៍មុននឹងចូលបន្ទប់គេងយើងត្រូវចេះគោះទ្វារឬក៏ឲ្យសញ្ញាឲ្យដឹងមុនជួនកាលឲ្យគាត់ប្រុងប្រយ័ត្នបិទបាំងនៅភាពឯកជនភាពរបស់គាត់ត្រូវចេះរៀនអត់ធ្មត់តស៊ូប្រឈមនឹងបញ្ហាដែលកើតមានឡើងដោយហាត់ពុតចិត្តនឹងរក្សាភាពស្ងប់និងមិនរំជើបរំជួលតាមស្ថានភាពគោរពតួនាទីរបស់ខ្លួនដោយប្រើឋានៈនៅក្នុងគ្រួសារមកដាក់សម្ពាធឧទាហរណ៍បង្ខំឲ្យប្អូនធ្វើអីមួយចំនួនហ្នឹងគឺមិនល្អទេអញ្ចឹងអាហ្នឹងចាត់ទុកថាជាអរិយាប័ត្រមិនល្អចាអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី2ទំនាក់ទំនងមិត្តភ័ក្តិអញ្ចឹងយើងដឹងហើយមិត្តភ័ក្តិគឺមិនមែនជាបងប្អូនយើងដែលរស់នៅជាមួយយើងទេគាត់នៅផ្សេងពីយើងចាអញ្ចឹងនៅក្នុងនេះយើងចែកចេញជាចំណុច3ចំណុចចាចំណុចទី1យើងនិយាយអំពីប្រភេទផ្សេងនៃមិត្តភ័ក្តិអញ្ចឹងមុននឹងទទួលស្គាល់មិត្តភ័ក្តិយើងត្រូវដឹងថាមិត្តភ័ក្តិមានច្រើនប្រភេទដូចជាមិត្តដែលស្គាល់និងឆ្លងកាត់សុខទុក្ខជាមួយយើងបានយូរអង្វែងមិត្តដែលគ្រាន់តែជាស្ដាប់រឿងរ៉ាវយកគោរពយោបល់និងការសម្រេចចិត្តរបស់យើងមិត្តកំ pl ាយសប្បាយចំណាយពេលវេលាលេងសើចជាមួយយើងច្រើនមិត្តរួមថ្នាក់ជួយគ្នាក្នុងការរៀនសូត្រដែលអាចទុកចិត្តបានចាអញ្ចឹងចូលចំណុចខការជឿជាក់គោរពការយោគយល់និងការចែករំលែកអញ្ចឹងមិនយើងស្គាល់ប្រភេទមិត្តភ័ក្តិហើយអញ្ចឹងយើងត្រូវជឿជាក់ចាដើម្បីឲ្យគេជឿជាក់
ចឹងយើងត្រូវមានភាពជឿជាក់ទៅលើមិត្តភ័ក្តិរបស់យើងអញ្ចឹងការជឿទុកចិត្តនឹងមិត្តភាពគឺដូចគ្នានឹងប្រឡឹងនឹងរូបរាងកាយអញ្ចឹងកាលណាយើងអត់មានភាពជឿជាក់មានន័យថាយើងដូចយើងបាត់ប្រឡឹងយើងមានតែសម្បករាងកាយមិត្តភ័ក្តិពិតប្រាកដគឺជាមនុស្សម្នាក់ដែលអាចឲ្យយើងចែករំលែករាល់បញ្ហាដែលយើងសប្បាយកើតទុក្ខផ្ដល់ការគាំទ្រឬក៏មានភាពអាសន្នណាមួយគាត់អាចជួយយើងបានចាហ្នឹងគេឲ្យឈ្មោះថាភាពជឿជាក់អញ្ចឹងកាលណាយើងមានភាពជឿជាក់ធ្វើឲ្យយើងរាប់អានគ្នាបានយូរអញ្ចឹងអ្នកដែលត្រូវជាមិត្តភ័ក្តិយើងហ្នឹងគាត់ត្រូវបង្កើតការជឿជាក់មកលើយើងដើម្បីឲ្យគាត់ហ្នឹងស្វែងយល់ពីគ្នាទៅវិញទៅមកឲ្យបានជោគជ័យអញ្ចឹងបន្ទាប់ពីជឿជាក់ហើយយើងត្រូវមានការគោរពទោះបីជាយើងស្និទ្ធស្នាលយ៉ាងម៉េចតើយើងត្រូវឲ្យតម្លៃមិត្តភ័ក្តិយើងគោរពគ្នានិយាយគ្នាដោយប្រើអេយ៉ាប័តមួយដែលសុខសប្បាយបំផុតមានន័យថាសុវត្ថិភាពកុំឲ្យគេមានអារម្មណ៍ថាយើងមើលងាយគេយើងក៏យើងស្អប់គេឬក៏មាក់ងាយទៅកាន់មិត្តភ័ក្តិអញ្ចឹងអ្នកដែលការផ្ដល់គោរពដល់មិត្តភ័ក្តិគឺដើម្បីអីដើម្បីទទួលបានការគោរពពីមិត្តភ័ក្តិមកវិញបើយើងគោរពគេគោរពមកវិញណាចាអញ្ចឹងចូលចំណុចទី1គឺការយោគយល់អញ្ចឹងការយោគយល់យើងត្រូវសម្ដែងនៅការយោគយល់ខ្ពស់បំផុតដោយសារអីជាធម្មតាមនុស្សម្នាក់រស់នៅជាមួយគ្នារាប់អានគ្នាប្រកបជាមានការធ្វើខុសឆ្គងអីមួយហើយអញ្ចឹងយើងត្រូវតែមានភាពយោគយល់ទៅចាអញ្ចឹងចំណុចចុងក្រោយគឺការចែករំលែកអញ្ចឹងការចែករំលែកហ្នឹងគឺជាបង្កើតឲ្យមានភាពសាមគ្គីទំនាក់ទំនងរវាងមិត្តភ័ក្តិនិងគ្រួសារធ្វើជួនកាលធ្វើឲ្យអ្នកដទៃដែលមិនសូវស្គាល់ខ្លាចជាមិត្តបានផងដែរអញ្ចឹងការចែករំលែកហ្នឹងធ្វើឲ្យយើងមានអារម្មណ៍រីករាយនិងមានចិត្តសប្បុរសការចែករំលែកគឺជាទំនាក់ទំនងដ៏មានតម្លៃនៅក្នុងការបង្កើននិងរក្សាមិត្តភាពទុកចិត្តនិងសាមគ្គីភាពចាអញ្ចឹងចូលដល់ចំណុចកគឺការបង្កើតមិត្តភាពអញ្ចឹងយើងធ្វើម៉េចដើម្បីបង្កើតមិត្តភាពចាអញ្ចឹងយើងពេលដែលជួបភាគច្រើនមនុស្សដែលចាប់ចាអញ្ចឹងចូលចំណុចគោនេះគឺការបង្កើនមិត្តភាពអញ្ចឹងការបង្កើនមិត្តភាពមានទាំងល្អមានទាំងអាក្រក់អញ្ចឹងដើម្បីបង្កើនមិត្តភាពដំបូងយើងត្រូវញញឹមនិងបង្ហាញអរិយាប័ត្រវិជ្ជមានក្នុងការនិយាយគ្នាការសន្ទនាចាប់ផ្ដើមពីអ្វីដែលយើងរួមគ្នាដូចជាកីឡាឬមុខវិជ្ជាដែលយើងចូលចិត្តអញ្ចឹងរក្សាការសន្ទនាបន្តឲ្យបានយូរអង្វែងគឺធ្វើម៉េចយើងត្រូវស្ដាប់ហើយធ្វើបានច្រើនចង់បញ្ចប់គឺចង់បានភ្ជាប់មិត្តមានន័យថាអ្នកមានរឿងជួបនឹងនិយាយគ្នានៅថ្ងៃបន្តទៀតបន្ថែមទៀតដើម្បីឲ្យចំណងភ្ជាប់នឹងកាន់តែយូរអង្វែងចាជាទីបញ្ចប់នេះគឺជាមេរៀនអញ្ចឹងចំណុចដែលយើងត្រូវចងចាំយើងត្រូវស្គាល់ពាក្យថាគ្រួសារចាអញ្ចឹងគ្រួសារគឺជាអ្នកដែលរស់នៅជាមួយយើងនៅក្នុងដំបូលតែមួយអញ្ចឹងនៅក្នុងការមានវិធី4យ៉ាងដែលបង្ហាញពីការគោរពនៅក្នុងគ្រួសារដូចជាការគោរពការគួរសមការរៀននិយាយគ្នាដោយសមហេតុសមផលបង្ហាញការយកចិត្តទុកដាក់សេចក្តីស្រឡាញ់និងអេរយាប័ត្រល្អតែមិនប្រកាន់ឋានៈនៅក្នុងគ្រួសារអញ្ចឹងបន្ទាប់ពីគ្រួសារយើងត្រូវមានទំនាក់ទំនងជាមួយមិត្តភ័ក្តិអញ្ចឹងមាន5ចំណុចដូចគ្នាទី1យើងត្រូវមិនគោចំហ5ខាងលើហើយយើងត្រូវបុកមិត្តភ័ក្តិមាន4ចំណុចចាគឺការជឿជាក់ការគោរពការយោគយល់និងការចែករំលែកគ្នាទៅវិញទៅមកអញ្ចឹងបន្ទាប់ពីមេរៀនហ្នឹងហើយអ្នកទាំងអស់គ្នាអាចធ្វើលំហាត់នៅខាងក្រោមមេរៀនហ្នឹងបន្ថែមទៀតដើម្បីបំពេញនៅការយើងចងចាំអ្វីដែលយើងបានរៀនហើយអញ្ចឹងអ្វីដែលអ្នកគ្រូចង់ផ្ដាំផ្ញើអ្នកទាំងអស់គ្នាត្រូវបង្កើនទំនាក់ទំនងទាំងនៅក្នុងគ្រួសារទាំងនៅក្នុងសាលារៀនពីព្រោះអីក្នុងគ្រួសារយើងបង្កើនភាពល្អជាមួយគ្នាបានដែរ